បាទសួស្តីបងប្អូនបាទថ្ងៃនេះមកជួបជាមួយខ្ញុំបាទធ្វើតេស្តវ៉ាន់បាទធ្វើតេស្ត D100W ខ្ញុំជូនបងនៅខាងអង្គរបានទី7បាទខាងស្រុកកងមាសបាទខាងស្រុកកងមាសហើយឥឡូវខ្ញុំតេស្តលឺហើយតែគ្រាន់ថាខ្ញុំអត់បានដាក់ក្នុងនោះទេដោយសារខ្ញុំធ្វើទៅចូលក្នុង YouTube ចឹងប្រាប់ពីរបៀបតបងបន្តិចបាទនេះគឺទៅភ្លើងរត់បាទនេះគឺភ្លើងអេកុយយើងវាអេកុយយើងបាទរួចហើយបាទមិនទៀតបាទរួចហើយយើងមកមើលខាងនេះម្ដងបាទអានេះជាប្រភេទ mono បងប្រុសបាទមានន័យថាតែឧបលោតែមួយច្រកទេចំណែកនេះគឺតែអេកុយបាទនេះតែអេកុយហើយចំណែកនេះគឺទៅភ្លើង LED បាទឥឡូវខ្ញុំប្រាប់ពីរបៀបតបន្តិចបើសិនជាបងមានប្រភេទឧបលោស័ព្ទបាទគាត់មានជាប្រភេទឧបលោស័ព្ទ4អូមបាទ4អូមឧទាហរណ៍ថាខាងនេះខាងបូកខាងនេះខាងដករបស់ឧបលោបាទអញ្ចឹងឧទាហរណ៍ថាបងមាន2បាទបងមាន2ខាងនេះខាងដកបាទមានន័យថាបងមាន2អានេះចាត់ទុកថាវាជាឧបលោបាទគឺបែបហ្នឹងបាទឧបលោបែបហ្នឹងអញ្ចឹងឧបលោរបស់បងគឺ4អូមបាទឧបលោស័ព្ទ4អូមបាទយើងអាចតបែបនេះមកបាទបូកនឹងដកបន្សល់ខ្សែ2នេះដក1បូក1ដាក់ចូលស្នាប់មិញបាទចូលស្នាប់នេះបាទរួចហើយបងចាក់ស្ដាប់មើលទៅថាវាលឺបានល្មមស្ដាប់ទេបាទល្មមស្ដាប់ទេបើវាលឺស្ទើដោះចេញមួយប្រើតែមួយបានហើយបាទប្រើតែមួយបានហើយដោយសារអីពុកម៉ែបងប្អូនបាទដោយសារចាក់ដោយសារបើសិនជាយើងដាក់តវាជាខ្តែងវាដឹងតែលឺហើយបាទដឹងតែលឺតែមានបញ្ហាដល់អាំភ្លីវាងាយនឹងមានបញ្ហាបាទហើយសម្រាប់ពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនដែលមានឧបលោបាទមានឧបលោតិចសងខាងបាទខាងនេះខាងបូកខាងនេះខាងដកឧទាហរណ៍ថានឹងឧបលោមួយពុកម៉ែបងប្អូនបាទហ្នឹងហើយឧបលោមួយប្រភេទ4អូមអញ្ចឹងបងប្រុសបាទបងប្រុសគឺអាចចោលម្ខាងទៅបាទប្រើតែម្ខាងទៅបាទប្រើតែម្ខាងទៅបាទឬប៉ុណ្ណាគឺស្ដាប់ប៉ុណ្ណឹងបាទស្ដាប់ប៉ុណ្ណឹងដោយសារអីប្រភេទ D100 នេះគឺវាអស់បានត្រឹម4អូមដល់8អូមឧទាហរណ៍ឧបលោនេះ4អូមបាទយើងអាចតយក2អូមទេបន្តយក2អូមគឺយើងតបែបនេះបាទបូកនឹងបូកដកនឹងដកអញ្ចឹងវានៅសល់2អូមបាទចូលក្នុងស្នាប់តែវាបញ្ហាដល់អាំភ្លីអញ្ចឹងណាបងប្អូនបាទអាំភ្លីតែបើបងមានបាទឧបលោសាប់មួយសង់មួយតមិនពុកម៉ែបងប្អូនតមិនសាប់មួយសង់មួយឧទាហរណ៍នេះសាប់បាទបូកដកចឹងមកនេះគឺជាឧបលោសាប់នេះឧបលោសង់បូកដកបាទអញ្ចឹងអានេះដាក់ចូលមកស្នាប់មកបូកដកបាទហើយចំណែកអានេះគឺទៅចូលក្នុងនេះបាទចំណែកអានេះឆ្លងកាត់កង់ដង់បាទកង់ដង់តែនេះគឺត្រូវតែឆ្លងកាត់កង់ដង់អានេះគឺជាសង់បាទ4អូមក៏ដោយ8អូមក៏ដោយអត់បញ្ហាទេបាទ4អូមក៏ដោយ8អូមក៏ដោយអញ្ចឹងគឺយើងអាចប្រើបានបាទមានន័យថាសាបចូលស្នាប់អាំភ្លីផ្ទាល់ចំណែកសង់គឺឆ្លងកាត់កង់ដង់បាទហើយបងប្អូនត្រូវចាំថាកង់ដង់ដាក់មីក្រូកាន់តែធំគឺសំឡេងសង់នេះវាលឺបាសកាន់តែធំបាទឧទាហរណ៍2មីក្រូបាទលឺបាសប៉ុណ្ណេះបាទឧទាហរណ៍ថា2មីក្រូលឺបាសកម្រិតប្រហែលអញ្ចឹងទៅឧទាហរណ៍ថា5កម្រិតអីចឹងទៅបាទដល់ពេលពុកម៉ែបងប្អូនដាក់3មីក្រូបាទ3មីក្រូវានឹងឡើងទៅដល់5កន្លះឬក៏6អញ្ចឹងទៅបាទ6អញ្ចឹងទៅបាទ6អញ្ចឹងទៅ6កម្រិតអញ្ចឹងទៅអញ្ចឹងបងប្រុសយកទៅតតាមហ្នឹងដើម្បីជៀសវាងនៅក្នុងការមានបញ្ហាបាទមានបញ្ហាដោយសារអីដោយសាររោងចក្រផ្ទាល់គឺគេឲ្យចាប់ពី4អូមទៅដល់8អូមបាទ4អូមដល់8អូមអញ្ចឹងជិះវាងបងប្រុសយកទៅតច្រឡំដៃបាទច្រឡំយ៉ាងម៉េចបងប្អូនបាទមានបងខ្លះក៏យកទៅតចេះទីហោបាទបូកដកបាទឧបលោមួយបូកដកឧបលោមួយទៀតប្រភេទ4អូមបាទប្រភេទ4អូមដូចគ្នាអញ្ចឹងគាត់ប្រគំមកបាទនេះភ្លើងជាមួយភ្លើងម៉ាស់ជាមួយម៉ាស់ចូលស្នាប់អាំភ្លីបាទចូលស្នាប់អាំភ្លីអញ្ចឹងអាហ្នឹងតែជាបញ្ហាវាដល់សល់តែ2អូមទេបាទសល់តែ2អូមទេហើយអ្វីដែលវាខុសជាមួយនឹងអាំភ្លីយើងវារត់បានប៉ុណ្ណាបាទ4អូមទៅ8អូមអញ្ចឹងឃើញវាខុសទេបាទវាខុសទេហើយសួរតខុសអញ្ចឹងចាក់លឺទេបាទចាក់លឺតែវាឆាប់ខូចបាទវាឆាប់ខូច
បានថា5 បាត់មកខុសចឹងទៅពុកម៉ែបងបាទចឹងអរគុណបងប្រុសមែនតើនៅខាងអង្គបានបាទអង្គបានដែលបានជួយគ្រប់គ្រងបាទគាត់ទៅមកពីម្សិលមិញថ្ងៃនេះគាត់ផ្ញើលុយឲ្យបាទអរគុណជំរាបលា